រឿងក្អែកនិងខ្វាយសត្រូវនឹងគ្នាកាលពីព្រេងនាយសត្វបក្សីទាំងអស់សុទ្ធតែមានសម្បុរដូចគ្នាខុសគ្នាតែរាងរៅនិងសណ្ឋានទ្រង់ទ្រាយតែប៉ុណ្ណោះពេលដែលហើរនៅលើអាកាសគេមិនអាចសម្គាល់បានថាជាសត្វអ្វីឡើយដោយសារមានភាពច្រឡំគ្នាដូច្នេះទើបសត្វទាំងអស់បានបបួលគ្នាមកប្រជុំប្រឹក្សាគ្នាថាឥឡូវនេះយើងទាំងអស់គ្នាគិតរចនារូបយើងទាំងអស់គ្នាឲ្យមានសភាពយ៉ាងណាដើម្បីឲ្យមានពណ៌សម្បុរខុសៗគ្នាប្រយោជន៍កុំឲ្យមនុស្សលោកច្រឡំលុះជំនុំអស់ពេលជាយូរទើបសម្រេចថាអ្នកណាស្រឡាញ់ពណ៌សម្បុរយ៉ាងណាចូលធ្វើយ៉ាងនោះទៅចុះកុំឲ្យតែដូចគ្នាពេលនោះសត្វទាំងអស់បានអនុម័តយល់ព្រមតាំងសត្វខ្វែកឲ្យធ្វើជាមេជាងខាងជាងគំនូរខ្វែកបានគូគ្រប់សត្វទាំងអស់តាមរបៀបដែលគេចូលចិត្តរៀងៗខ្លួននៅសល់តែសត្វខ្វែកនិងក្អែកខ្លួនឯងពុំទាន់បានគូនៅឡើយខ្វែកបានសួរទៅក្អែកថាបងក្អែកឯងចង់គូពណ៌ដូចម្ដេចក្អែកឆ្លើយថាស្រេចទៅលើបងខ្វែកឯងដែលជាជាងគំនូរស្រាប់គូយ៉ាងណាឲ្យសមល្អខ្វែកឆ្លើយថាបើដូច្នេះខ្ញុំគូបានតែពេលយប់ទេទើបរំលេចពណ៌ល្អគូថ្ងៃមិនល្អទេប៉ុន្តែចូលបងក្អែកឯងគូឲ្យខ្ញុំមុនសិនចាំខ្ញុំគូឲ្យបងឯងតាមក្រោយក្អែកក៏គូឲ្យខ្វែកមានពណ៌ក្រវេមក្រវាមតាមពេញចិត្តលុះដល់ពេលយប់ងងឹតសូន្យសឹងខ្វែកក៏ហៅក្អែកទាំងអស់មកប្រជុំគ្នាហើយលាបធ្យូងមួយខ្ទះធំយកកំណាត់ជ្រលក់លាបពេញសពទាំងអស់គ្មានសល់សាច់ត្រង់ណាបន្តិចបន្តួចឡើយលុះព្រឹកឡើងកាលណាដែលក្អែកទាំងអស់ឃើញខ្លួនខ្មៅព្រីកគ្រប់គ្នាខ្វែកគ្រាន់តែភ្លឺស្រាងក៏នាំគ្នាហើរគេចខ្លួនបាត់ទៅក្អែកនឹកខឹងណាស់នាំគ្នាហើរស្រែកកង់រំពងពេញព្រៃរកខ្វែកឲ្យតែបានជួបប្រទះចឹកសម្លាប់ឲ្យវិនាសហេតុនេះហើយទើបសត្វខ្វែករកស៊ីតែពេលយប់ព្រោះបើរកស៊ីពេលថ្ងៃនោះមុខជាជួបប្រទះនឹងសត្វក្អែកដែលជាសត្រូវយកជីវិតគ្នារបស់វាក្អែកនឹងព្រួតគ្នាចឹកសម្លាប់ចោលមិនខានលុះដល់ពេលថ្ងៃវានាំគ្នាពួនសំងំក្នុងព្រៃបាត់រហូតមកដល់សព្វថ្ងៃនេះ